បើសិនជាបងប្អូនមានបន្លែនៅក្នុងទូទឹកកកច្រើនណាកុំឲ្យវាឆាប់ខូចបងប្អូនធ្វើតាមវិធីនេះយកទៅញ៉ាំល្អដល់សុខភាពទៀតបើអ្នកដែលកំពុងជួបបញ្ហាកាពះពោះវៀនវិញញ៉ាំបែបនេះរឹតតែល្អបើបន្លែវិញយើងមានអីដាក់នឹងបើបានលាយមួយគ្រាប់ធញ្ញជាតិទៀតកាន់តែល្អបើបងប្អូនអត់មានម៉ាស៊ីនកិនដូចខ្ញុំបែបនេះទេបងប្អូនយកស្ងោរដាក់នៅក្នុងឆ្នាំងចាស្ងោរឆ្អិនធម្មតាទៅបន្ទាប់មកចាំយកមកកិនបងប្អូនហើយយើងយកមកញ៉ាំមុនអាហារបងប្អូនញ៉ាំបែបហ្នឹងគឺវាអត់ឡើងជាតិស្ករទេពេលដែលយើងញ៉ាំបន្លែមុនអាហារហើយបើសិនយើងបានបន្ថែមម្រេចល្មៀតចូលទៅក្នុងនឹងទៀតវាកាន់តែធ្វើឲ្យសុខភាពយើងរឹតតែប្រសើរចាប្រភេទល្មៀតហើយម្រេចវាជួយដល់សុខភាពហើយកាពះវៀនគឺវាត្រូវការពីប្រភេទនេះខ្លាំងពេលដែលយើងដល់វ័យមួយដែលចេះស្រឡាញ់សុខភាពគឺរកតែរបស់ណាដែលជំនួយដល់សុខភាពរបស់យើងឯងដូចខ្ញុំជាដើមឲ្យតែរបស់ណាដែលជួយដល់សុខភាពគឺធ្វើវាជារៀងរាល់ថ្ងៃដូចជាប្រភេទអាហារកិនបន្លែកិនបែបនេះគឺខ្ញុំធ្វើរាល់ថ្ងៃហើយខ្ញុំញ៉ាំជារៀងរាល់ព្រឹកថ្ងៃល្ងាចមុនអាហារព្រោះដោយសារញ៉ាំបែបហ្នឹងគឺវាអត់ឡើងជាតិស្ករទេបើបងប្អូនចង់សាកអាចធ្វើសាកបានព្រោះខ្ញុំញ៉ាំទៅវាល្អដល់សុខភាពមែនហើយខ្ញុំធ្វើបន្លែញ៉ាំហើយខ្ញុំញ៉ាំប្រភេទយិនសិនទៀតហើយរបស់ល្អៗនិយាយទៅភាគច្រើនគឺខ្ញុំញ៉ាំរបស់ណាដែលជួយដល់សុខភាពជួយឲ្យកាពះវៀនខ្ញុំត្រជាក់វាអត់ធ្វើទុកអញ្ចឹងទៅគឺខ្ញុំញ៉ាំរាល់ថ្ងៃបើបងប្អូនចង់គេងលក់ស្រួលញ៉ាំជាមួយនឹងយិនសិនខ្មៅគេងលក់ភ្លឹងហ្មងហើយសម្រាប់អ្នកដែលគាត់មានបញ្ហាអសមត្ថភាពផ្លូវភេទបងប្អូនបរោះគាត់ខ្សោយកលៀនអីញ៉ាំយិនសិននេះល្អខ្លាំងណាស់បងប្អូនចាជំនួយកម្លាំងធ្វើឲ្យយើងមានកម្លាំងព្រឹសហ្មងហើយពិសេសគឺវាបំបត្តិ stress សម្រាប់បងប្អូនអ្នកដែលគាត់មានបញ្ហាកាពះពោះវៀនរ៉ាំរ៉ៃពិបាកញ៉ាំពិបាកគេងឈឺចុកឆ្អល់ពេញកាពះញ៉ាំយិនសិននេះប្រកែណាចាការពារជំងឺគាំងបេះដូងបងប្អូនក្នុងរដូវខែត្រជាក់អញ្ចឹងបើសិនយើងបងប្អូនញ៉ាំយិនសិននេះបានជាប់លាប់ជួយការពារចាកុំឲ្យយើងដាច់សរសៃឈាមឬក៏គាំងបេះដូងបញ្ហាដូចជាលើសឈាមទឹកនោមផ្អែមក៏ជួយកាត់បន្ថយដែរជួយប្រឆាំងកោសិកាមហារីកហើយនឹងវាជួយព្យាបាលបញ្ហាឈឺសន្លាក់ទៀតសម្រាប់បងប្អូនដែលគាត់ធ្វើការចាចុករយអីញ៉ាំយិនសិននេះល្អណាស់ជួយបន្សាបជាតិពុលធ្វើឲ្យយើងបត់ជើងស្រួលសំខាន់ណាស់យិនសិនហ្នឹងញ៉ាំហើយគឺជួយកាត់បន្ថយ stress ទៀតបើបងប្អូនមានកូនចាប់ពីអាយុ6ឆ្នាំឡើងទៅគឺអាចឲ្យគាត់ញ៉ាំបានហើយប្រភេទយិនសិននេះញ៉ាំហើយជួយពលូតខ្ពស់ថែមទៀតផងយិនសិនខ្មៅរបស់យើងគឺចូលស្តុកថ្មីនេះបដូរតែពណ៌ទេគុណភាពនៅដដែលហើយរសជាតិរៀងឆ្ងាញ់ជាងមុនបងប្អូន